ចុះជួយទទួលខុសត្រូវផងទៅម្នាក់ទៀតនោះនេះមកមើលចង់ដឹងថាលោកពិតជាមានវិធានការខំខ្លួនឃាតករបានល្អទេខ្ញុំបារម្ភអីដល់ណាពួកយើងមិនឲ្យគេគេចរួចនោះទេប្រយ៉ាងទៀតគេកំពុងតែជាប់ឃុំនៅក្នុងគុកពិសេសទៀតផងបានអញ្ចឹងល្អហើយដាណាពេលនេះយើងចាប់ឃាតករបានហើយទីក្រុងសាន់ម៉ាទីនយើងទទួលសុខសន្តិភាពចំណែកនាងគឺបានយកជ័យជំនះចំពោះបិសាចនៅមនុស្សលើមនុស្សទៀតផងការនេះដោយសារបានលោកជួយរួមជាមួយនឹងម្លឹករ៉ៃដឺផងដែរសន្ត្រូឯងនៅចំណាំពុកបានទេពុកម៉ាទីអូគឺជាអ្នកគ្រប់គ្រងនៅព្រះវិហារសាន់ម៉ាទីនលោកពុកមានកិច្ចការអ្វីនៅទីនេះពុកមានការចង់និយាយជាមួយនឹងឯងដើម្បីអ្វីទៅចង់ឲ្យខ្ញុំសោកស្ដាយនឹងបាបកម្មរបស់ខ្ញុំតាមមិនដែរទេដាណាថាជាសំណួរចម្ងល់ទៅចោះបើសិនជាសាន់ម៉ាទីនយើងរួចផុតពីពួកបិសាចតើនាងនឹងធ្វើអ្វីទៀតនាងអាចប្រាប់ខ្ញុំបានទេមានន័យថាម៉េចហ្នឹងខ្ញុំចង់មានន័យថាតើនាងមានគោលដៅមួយឬក៏អត់តែប៉ុណ្្នឹងទេកម្ពុជាវីរៈនារីដូចជានាងអញ្ចឹងខ្ញុំធ្លាប់អានកម្ពុជាវីរៈបរោះគេចង់ផ្លាស់ប្ដូរមុខមាត់ថ្មីរបស់គេចុះនាងវិញមាននឹកចង់ធ្វើជាមនុស្សសាមញ្ញធម្មតាដែរទេខ្ញុំទៅហើយពុកជឿថាមិនថាឯងអាក្រក់ដល់ណាទេក៏នៅក្នុងជម្រៅចិត្តរបស់ឯងនៅមានអំពើល្អលោកពុកយល់ច្រឡំហើយខ្ញុំគឺជាបិសាចគ្មាននរណាម្នាក់កើតមកខ្លាចទៅជាបិសាចនោះទេប្រកាសជាមានលោកឪពុកគ្រាន់តែពួកយើងភ័យច្រើនបិទបាំងការពិតលោកឪពុកជឿឬក៏មិនជឿប៉ុន្តែបិសាចនៅតែជាបិសាចទោះជាគេខំប្រឹងលាក់បាំងយ៉ាងណាក៏ដោយមានតែពេលវេលាតែប៉ុណ្ណោះទើបអាចបញ្ជាក់ពីសន្និដ្ឋានចិត្តពិតរបស់គេបានចាញ់ទៅពេលដែលគេបង្ហាញពីអារម្មណ៍ពិតរបស់គេចាញ់ទៅដើម្បីពង្រីកភាពងងឹតចុះបកដាក់ខ្ញុំឲ្យសោះណាខ្ញុំរស់នៅក្នុងជីវិតបែបនេះរហូតមកលោកឪពុកខ្ញុំចង់ធ្វើជាមនុស្សប៉ុន្តែធម្មជាតិរបស់ខ្ញុំបង្ខំខ្ញុំរហូតឥឡូវនេះខ្ញុំព្រមទទួលហើយដូច្នេះលោកឪពុកត្រៀមខ្លួនឲ្យហើយទៅពេលខ្ញុំចេញពីទីនេះអ្នកទាំងអស់គ្នាត្រូវតែសងជើងវិញណាដាលីលីមានភ្ញៀវអ្នកណាគេគឺជាខ្ញុំអេលីណាលោកយាយអញនេះអូយហើយយ៉ាងម៉េចនឹងលោកយាយនៅបើសួរទៀតក្រែងយើងបានប្រាប់ឯងហើយចាប់ពិធីរួចរាល់ហើយឯងត្រូវប្រមូលប្រដាប់ប្រដាយកទៅទុកណាយល់ដែរទេចារួចចោះអីវ៉ាន់ហេតុអីបាននៅរាយប៉ាយពេញមុខផ្ទះចឹងហេតុអីទៅវាធ្វើឲ្យជីវិតរបស់យើងជួបតែអុបเป็นមង្គលទេខ្ញុំសុំទោសថ្ងៃណាក៏សុំទោសថ្ងៃណាក៏សុំទោសឲ្យចុះកិច្ចការយប់មិញនេះយ៉ាងម៉េចហើយណាដាឯងមិនអីទេត្រូវការខ្ញុំកំដរទេកុំអីលីលីទៅចាស់អញទៅចាស់អូខេនាងចង់និយាយជាមួយខ្ញុំចង់និយាយរឿងអីនិយាយពីអេដអត់ដូខ្ញុំនិយាយពីរឿងអេដអត់ដូខ្ញុំដឹងថានាងជាអតីតមិត្តស្រីរបស់គេហើយធ្លាប់រៀបការជាមួយគេម្ដងហើយមកកលការឯងខានវិញដោយសារតែឯងផ្លាស់ប្ដូរជីវិតរបស់មនុស្សមានច្រើនត្រូវរងគ្រោះបើសិនជាយើងធ្វើការមិនបានល្អល្ងងណាស់ឯងនេះល្ងងណាស់ធ្វើអីមិនបានល្អទេឯងនេះយើងមិនដឹងឯងមិនចូលចិត្តទុកដាក់ទេឯងនេះអាក្រក់ណាស់យើងមិនដឹងថានិយាយជាមួយឯងយ៉ាងម៉េចទេយើងដឹងថាឯងមានចេតនាធ្វើឲ្យយើងខឹងឬមួយក៏ឯងល្ងងពីកំណើតមកមិនបានជានាងដឹងឯដាដូចប្រាប់ខ្ញុំនាងអ្នកទាំងពីរពិតជាមានអារម្មណ៍ស៊ីជម្រៅដល់ម្នាក់ណាកំពុងជ្រៅទៅហើយណាដាប៉ុន្តែខ្ញុំសង្ឃឹមថានាងស្មោះត្រង់ចំពោះគេខ្ញុំស្មោះត្រង់ចំពោះគេខ្ញុំស្រឡាញ់គេតែម្នាក់គត់ទោះបីមានបារម្ភជាច្រើនស្រឡាញ់ខ្ញុំក៏ដោយសង្ឃឹមថាឯងនិយាយនេះជាការពិតពីព្រោះខ្ញុំមិនចង់ឲ្យអេដួគេខកទេហេតុអីដោយសារតែ
ឯងចង់ឲ្យយើងស្លាប់ហ៎ដើម្បីឲ្យឯងមានសេរីភាពចឹងហ៎ចង់ធ្វើអីស្រេចចិត្តយើងមិនអាចស្លាប់បានទេពីព្រោះអ្វីដែលឯងរៀនសូត្រពីយើងមិនទាន់បានដឹងនៅឡើយទេឯងយល់ទេនេះណែអ្វីដែលខ្ញុំនិងអេដូអាដូឆ្លងកាត់ជាមួយគ្នាវាមិនអាចភ្លេចបានទេពួកយើងធ្លាប់រួមរស់ជាមួយគ្នានៅតូចនាងមិនអាចរួមរស់ដូចខ្ញុំបារម្ភពីគេទេគេនៅតែសំខាន់សម្រាប់ខ្ញុំបើទោះជាយើងបែកបាក់គ្នាក៏ដោយឯងមិនទាន់ឆ្លើយសំណួរខ្ញុំទេឯងស្រឡាញ់គេមែនទេនឹងជាហេតុផលដែលគេចង់ដឹងអារម្មណ៍ខ្ញុំចំពោះគេប៉ុណ្ណោះចាពីព្រោះខ្ញុំមិនចង់ប្រកួតប្រជែងជាមួយអ្នកណាទេខ្ញុំមិនមែនជាដៃគូប្រកួតប្រជែងជាមួយនាងទេណាដាក្នុងបេះដូងអេដូអាដូខ្ញុំខុសពីគេសង្ឃឹមថានាងអាចជំនួសបេះដូងខ្ញុំបានល្អចុះខ្ញុំចង់ឲ្យអេដូអាដូស្រឡាញ់ខ្ញុំតែម្នាក់គត់គ្មានអ្នកផ្សេងយើងមិនដឹងថាធ្វើអ្វីខុសទេបានជាមកទទួលបដាសាដូចជាឯងនេះអាក្រក់ខ្លាំងណាស់ហើយល្ងើទៀតផងឯងនេះល្ងើខ្លាំងណាស់លោកយាយអាក្រក់ណាស់លោកយាយខុសខើណាស់ឯងមិនចាំបាច់ធ្វើតាមគេទេកុំមកនិយាយជាមួយយើងគឺឯងដោះលែងយើងទៅចាំយើងការពារឯងប្រឆាំងជាមួយនឹងគេឲ្យបានគេគ្មានឱកាសធ្វើបាបឯងទេឬក៏វាយឯងទេឯងជាបិសាចយើងមិនស្ដាប់ឯងទេយើងសុំឈាមឯងមួយដំណក់មកបើសិនជាឯងយកអ្វីផ្ដល់ឲ្យពលឹងបិសាចគេនឹងមានឱកាសរួចខ្លួនបានហើយយល់ដែរទេឯងកុំល្ងងពេកអត់ទេថានាងស្រឡាញ់អេដោដូតែគេអត់ស្រឡាញ់នាងទេដោះលែងគេឲ្យមានសេរីភាពទៅឈប់ដំណាលពីខ្ញុំទៀតទៅបានទេនាងកំពុងតែចាត់ប្រកាន់ខ្ញុំម៉ែខ្ញុំមិនធ្វើរឿងអញ្ចឹងទេខ្ញុំមិនជឿការប៉ັດនាងមិនផ្ដល់ឱកាសឲ្យគេចាស់តម្រាំខ្ញុំមិនក៏នាងមិនទុកឱកាសឲ្យខ្ញុំមិនក៏វ៉ាឡេនធីណាពាក់ព័ន្ធក្នុងការសន្ទនារបស់យើងមិនក៏ឯងស្គាល់គេមិនក៏មិនឆ្លើយលោកឪពុកខ្ញុំមិនអាចរក្សាអាចកំបាំងនេះបានទៀតទេលោកឪពុកកំបាំងស្អីទៅការពិតតាក់ទងនឹងឪពុកម្ដាយរបស់មនុស្សម្នាក់ដែលស្និទ្ធស្នាលនឹងខ្ញុំមិនអាចលាក់បានទៀតទេបើអញ្ចឹងតើមានអ្វីដែលអ្នកស្រីមិនហ៊ានធ្វើដោយត្រឹមត្រូវគឺដោយសារកូនស្រីខ្ញុំខ្ញុំបានស្គាល់នាងអេដោអាដូបាននិយាយប្រាប់ខ្ញុំដែរហេតុអីអេដូអាដូនិយាយប្រាប់រឿងនាងទៅនាងគឺគាត់ប្រាប់តែខ្លួនឯងទេនាងជាអ្នកណាសុធីណាមានអ្វីកំពុងតែបិទបាំងខ្ញុំជាអ្នកណាមិនមែនជារឿងរបស់នាងទេខ្ញុំស្គាល់ម្ដាមលីយូណាស់មកហើយក៏ម្ដាមណែនាំកូនស្រីណាម្នាក់ប្រាប់ខ្ញុំទេកាលនោះនាងនៅណាហេតុអីក៏ទៅតែមកណែនាំនាងនៅពេលនេះខ្ញុំនៅកន្លែងផ្សេងនៅកន្លែងណាហើយយ៉ាងម៉េចឯងស្គាល់សេរ៉ូទេសេរ៉ូបើខ្ញុំនិយាយការពិតគឺខ្ញុំនឹងបាត់បង់កូនស្រីរបស់ខ្ញុំនឹងទៅចោលខ្ញុំលោកឪពុកទំនាក់ទំនងគ្រប់យ៉ាងវាពាក់ព័ន្ធការពិតដែលអ្នកស្រីមិនបានបញ្ចេញវាទុកឲ្យព្រះជាម្ចាស់លោកដៃចូលទៅក្នុងជីវិតដែលអ្នកស្រីមិនបានបញ្ចេញវាអ្នកស្រីនិងកូនរបស់អ្នកស្រីនៅអ្វីក៏ដោយគួរតែប្រាប់ទៅនរណាដែលគេបានដឹងកុំលាក់បាំងពីគេដើម្បីខ្លួនឯងសប្បាយឲ្យសោះវាមិនល្អនោះទេបើសិនជានាងជាកូនរបស់ម៉ាដាមលីនាងក៏ទៅស្គាល់ពីសេរ៉ូនាងជាបងប្អូននឹងគ្នាបានហើយកុំមករំខានខ្ញុំណាយ
យើងឆ្ងល់ពីជីវិតរបស់នាងណាសធីណានាងស្មោអេដូអាដូមែននេះតែនាងមិនបានប្រាប់អេដូអាដូពីអ្វីដែលគេមិនបានដឹងទេឯងមិនបាច់ខ្វល់ពីយើងទេយើងត្រូវតែខ្វល់ព្រោះគេជាមិត្តភក្តិរបស់យើងបើយើងចង់និយាយជាមួយគេដាច់ខាតឯងត្រូវតែប្រាប់ការពិតដល់គេទៅយើងមិនអាយឯងបោកប្រាស់គេទេសធីណាអត់ទេអាលីសាអ្នកស្រីជាអ្នកណាមិនក៏ហ៊ានហៅចំឈ្មោះខ្ញុំមានរឿងចង់ជម្រាបអ្នកស្រីរឿងនេះគឺសំខាន់ណាស់យើងមិនអាចជាឧបសគ្គយើងជាមួយអេដោអាដូទេណាអូនណាបើអីក៏ហ្នឹងនេះរឿងអីហ្នឹងអ្នកទៅពេលឆ្លោះគ្នាអីញ៉ាំធ្វើអីបងណាគ្មានអីទេនេះញ៉ាំចាំទៅណាណែចាំស្អីទៀតមិនក៏មិនជួយយើងអេលីណាជួយយើងផងណែស្ដាប់បានទេអេលីណាឲ្យវាលឺឡើងមកអេលីណាណែអីចុះស្អីឯងក៏មិនជួយយើងអីចុះដំពុកនៅលើមុខឯងបាត់ទៅណាអស់លីងហើយហាលោកយាយជាម្ដាយរបស់ខុនស៊ូឡូត្រូវការអ្វីពីខ្ញុំទៅអ្នកស្រីត្រូវតែដឹងរឿងមួយរឿងអីរឿងកូនរបស់អ្នកស្រីឯងមិនអាចបដិសេធនឹងស្ដាប់តាមព្រឹករបស់ឯងបានទេអត់ទេខ្ញុំមិនបានឆ្លងដីអាលីយើងប្រកាសជាចាប់ដាណាបានតែបាញ់ត្រូវនាងត្រូវតែគេងនោះឯងត្រូវប្រយ័ត្នឲ្យមែនទែនណាដាណាបើសិនជាឯងមិនទាន់បានទទួលអំណាចគ្រប់គ្រាន់ទេនោះឯងទៅទទួលការឈឺចាប់ហើយនឹងស្លាប់ដូចគេដូចឯង